សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដំណើរមានសាច់រឿងមួយចង់មកចែករំលែកជូនអ្នកទាំងអស់គ្នាឲ្យបានស្ដាប់ហើយសាច់រឿងមួយនេះដែរបានកើតឡើងនៅលើបងប្រុសម្នាក់នៅអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងហើយនៅក្នុងសាច់រឿងមួយនេះមានកន្លែងខ្លះគួរឲ្យភ័យរន្ធត់គួរឲ្យខ្លាចខ្លាំងមែនទែនឯហេតុការណ៍នីមួយដែលបានកើតឡើងនៅក្នុងសាច់រឿងមួយនេះគឺច្បាស់ខ្លាំងមែនទែនហើយមានហេតុការណ៍មួយចំនួនទៀតធ្វើឲ្យម្ចាស់សាច់រឿងមានចម្ងល់ខ្លាំងមែនទែនថាវាអាចទៅរួចដោយរបៀបណាកើតឡើងដោយរបៀបណានេះគឺជាចម្ងល់របស់គាត់ឆ្ងល់រហូតមកដល់សប្តាហ៍ថ្ងៃនេះហើយមានកន្លែងខ្លះទៀតកំសត់អាណិតនិងអនុស្សាវរីយ៍ល្អដែលបានធ្វើនឹងការចងចាំល្អដែលបានកើតឡើងនៅលើពួកគាត់ក៏ប៉ុន្តែមុននឹងចាប់ផ្ដើមចូលទៅកាន់សាច់រឿងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាដាក់អារម្មណ៍ចូលទៅក្នុងសាច់រឿងមួយនេះទើបអ្នកទាំងអស់គ្នាដឹងថាហេតុការណ៍នីមួយដែលបានកើតឡើងគឺវាភ័យរន្ធត់តក់ស្លុតដល់កម្រិតណាហើយក៏មានចំណុចអប់រំខ្លះនៅក្នុងសាច់រឿងមួយនេះផងដែរហើយក៏ចង់សុំទោសអ្នកទាំងអស់គ្នាទុកជាមុនផងដែរចំពោះបច្ចេកទេសខាងសំឡេងខ្ញុំនឹងព្យាយាមធ្វើវាឲ្យបានល្អនៅពេលក្រោយហើយមានកន្លែងខ្លះទៀតដែលមានពាក្យពេចន៍ដែលមិនសមរម្យនៅក្នុងវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយោគយល់ដែលខ្ញុំនឹងព្យាយាមដំណើរឲ្យត្រូវនឹងសាច់រឿងចឹងហើយនៅក្នុងសាច់រឿងមួយនេះវាអាចនឹងមានពាក្យពេចន៍ដែលមិនសមរម្យខ្លះនៅក្នុងវីដេអូមួយនេះអញ្ចឹងកុំឲ្យខាត់ពេលយូរចង់ដឹងថានៅក្នុងសាច់រឿងមួយហ្នឹងវាភ័យរន្ធត់ព្រឺព្រួចខ្លាំងកម្រិតណាអញ្ចឹងតោះចូលទៅកាន់សាច់រឿងទាំងអស់គ្នាដំណើរសាច់រឿងដំបូងមានបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងប៊ីហើយបងប៊ីឥឡូវហ្នឹងគាត់មានប្រពន្ធមានកូនហើយណាប៉ុន្តែសាច់រឿងមួយនេះដែរអត់ពាក់ព័ន្ធជាមួយនឹងប្រពន្ធកូនរបស់គាត់ទេសូមបញ្ជាក់ដែលយើងនឹងត្រឡប់ទៅរកកាលឆ្នាំដែលកើតហេតុនៅលើគាត់ដែលកើតឡើងនៅអំឡុងឆ្នាំ2015ដែលកើតឡើងនៅអំឡុងពេលបុណ្យប្រពៃណីជាតិខ្មែរយើងគឺចូលឆ្នាំខ្មែរដែលក្នុងអំឡុងឆ្នាំហ្នឹងគឺបងប៊ីគាត់រៀនថ្នាក់ទី12ហើយគាត់បានប្រឡងជាប់បន្តការសិក្សានៅសាកលវិទ្យាល័យមួយកន្លែងនៅទីក្រុងភ្នំពេញហើយមិត្តភ័ក្តិរបស់គាត់មានអ្នកខ្លះក៏ប្រឡងជាប់អ្នកខ្លះក៏ប្រឡងធ្លាក់ហើយក៏មានអ្នកខ្លះជាប់ដូចគាត់ដែរប៉ុន្តែអត់មានលុយដើម្បីទៅរៀនតនៅទីក្រុងដល់ពេលមិត្តភ័ក្តិខ្លះទៀតគេប្រឡងធ្លាក់ទៅគេក៏ឈប់រៀនទៅអ្នកខ្លះក៏រកស៊ីអ្នកខ្លះក៏ធ្វើការតាមជំនាញរៀងខ្លួនតែចំណុចបំប៊ីគឺម៉ាក់ប៉ាគាត់ស្រឡាញ់ការសិក្សាអត់ចង់ឲ្យគាត់ឈប់រៀនទេអញ្ចឹងទោះជាជាប់ក៏ដោយធ្លាក់ក៏ដោយក៏ម៉ាក់ប៉ាគាត់តម្រូវឲ្យគាត់នឹងបន្តការសិក្សាហើយបងប៊ីអញ្ចឹងក៏នេះទៅគាត់ក៏បានទៅរៀនតនៅឯទីក្រុងភ្នំពេញហើយបងប៊ីពេលហ្នឹងគាត់សប្បាយចិត្តខ្លាំងមែនទែនតែគាត់បានទៅរៀនតនៅសាកលវិទ្យាល័យហើយបានរៀនមុខវិជ្ជាដែលគាត់ស្រឡាញ់ហើយពាក្យថានិស្សិតអ្នកទាំងអស់គ្នាយល់ហើយសង្ហាណាហើយបងប៊ីកាលនោះគាត់ក៏មិនណយដែរកម្ពស់គាត់គឺជាកម្ពស់មួយដែលស្តង់ដារគាត់ឡើង1.8 ម៉ែត្រជាងហើយអញ្ចឹងពាក់កៅអៅនិស្សិតគឺសង្ហាខ្លាំងមែនទែនកាលនោះគាត់និយាយប្រាប់អញ្ចឹងតែមានកន្លែងខ្លះក៏រៀងសេតខ្លះដែរដោយសារតែគាត់ទៅគឺគ្មានមិត្តភ័ក្តិទេគឺតម្រូវឲ្យគាត់នឹងគឺចាប់ផ្ដើមថ្មីសុទ្ធដោយសារតែទៅនោះគឺសាលាថ្មីហើយចាប់ផ្ដើមរាប់អានមិត្តភ័ក្តិថ្មីដល់ពេលអញ្ចឹងគឺតម្រូវឲ្យគាត់ផ្លាស់ប្ដូរទាំងស្រុងហ្មងទាំងការរស់នៅទាំងមិត្តភ័ក្តិអញ្ចឹងគាត់រៀងសេតខ្លះដែរហើយបងប៊ីគាត់ប្រាប់ពីចរិតរបស់គាត់ណាគាត់ជាមនុស្សដែលអត់សូវចេះញញៃច្រើនលេងច្រើនទេប៉ុន្តែសម្រាប់តែមនុស្សដែលគាត់មិនស្គាល់ឬក៏ចាប់ផ្ដើមស្គាល់តែបើសិនណាជាស្គាល់ហើយស្និទ្ធស្នាលខ្លាំងហើយគឺបងប៊ីនឹងគឺលេងដូចជ្រុកពុលយ៉ាងបងប៊ីនឹងអាហ្នឹងគាត់និយាយប្រាប់មកអញ្ចឹងណានៅពេលនោះដែរគឺជាពេលវិស្សមកាលដែលថ្ងៃឈប់សម្រាកអត់ទាន់បានចូលរៀនទេប៉ុន្តែខាងសាលាគេកោះហៅសិស្សទាំងអស់ឲ្យទៅជួបជុំគ្នានៅសាលាដើម្បីទៅស្គាល់
ថ្នាក់ស្គាល់លោកគ្រូអ្នកគ្រូហើយនឹងយល់ដឹងពីការវិភាគរៀនសូត្រម៉ោងពេលវេលាហើយនឹងឲ្យសិស្សហ្នឹងមានការស្និទ្ធស្នាលរាប់អានគ្នាបដើមុននឹងដល់ថ្ងៃចូលរៀនណានឹងខាងសាលាគេហៅទៅហើយណាមួយពេលដែលសិស្សច្បងមុនគេឡើងទៅបាត់ហ្នឹងគឺសិស្សប្អូនមកក្រោយៗដូចបងប៊ីហ្នឹងគឺខាងសាលាគេឲ្យទៅជួយសម្អាតតិចតួចរៀបចំថ្នាក់នៅពេលដែលបងប៊ីគាត់កំពុងតែស្ដាប់ខាងសាលាគេបញ្យល់ណែនាំប្រាប់ពីវិន័យខ្លះៗនៅក្នុងថ្នាក់ប្រាប់ពីវិន័យខ្លះៗនៅក្នុងសាលាប្រាប់ពីការវិភាគនៃការសិក្សាស្រាប់តែពេលនោះដែរបងប៊ីគាត់រៀងកលេចភ្នែកទៅខាងឆ្វេងដៃរបស់គាត់ណាគាត់ឃើញមានមនុស្សប្រុសម្នាក់ឈរនៅពីចង្ងាយតែគាត់អត់ស្គាល់ទេតែមនុស្សប្រុសម្នាក់ហ្នឹងរៀងញឹមដាក់គាត់តិចណាហើយបងប៊ីគាត់ក៏មិនចាប់អារម្មណ៍ដែរដោយសារគាត់ឡើងមកហ្នឹងគាត់អត់ទាន់ស្គាល់មិត្តភក្តិណាទេហើយអញ្ចឹងបងប៊ីគាត់ក៏បែរមុខទៅស្ដាប់ខាងសាលាគេនិយាយតទៀតទៅដោយសារគាត់នឹកឃើញថាហេគីឡូមិនមែនញឹមដាក់គាត់ទេញឹមដាក់គ្នាគេមិត្តភក្តិគេទេអាហ្នឹងបងប៊ីគាត់គិតអញ្ចឹងហើយពេលហ្នឹងបងប៊ីគាត់ក៏បែរមុខចេញទៅហើយគាត់ក៏គិតថាហេប្រហែលជាគេញឹមដាក់មិត្តភក្តិគេគ្នាគេទេមិនមែនញឹមដាក់គាត់ទេដោយសារថាគាត់ក៏លេចភ្នែកទៅវាចៃដន្យណាអាហ្នឹងគាត់គិតអញ្ចឹងស្រាប់តែគាត់បែរមុខចេញអត់ដល់1នាទីផងស្រាប់តែមានដៃមួយមកកេះស្មាគាត់ហើយដល់ពេលដែលគាត់ងាកទៅគឺគាត់មានអារម្មណ៍ថាភ្ញាក់ខ្លាំងមែនទែនដោយសារថាអ្នកដែលកេះស្មាគាត់ហ្នឹងគឺជាបុរសម្នាក់ដែលឈរនៅខាងឆ្វេងគាត់ហ្នឹងរៀងឆ្ងាយពីគាត់ហ្នឹងលេងមកកេះស្មាគាត់ហើយគាត់មានអារម្មណ៍ថាភ្ញាក់ហ្មងដោយសារថាបុរសម្នាក់ហ្នឹងលឿនពេកគាត់បែរមុខចេញតាមមួយផ្លែតទេលេងងាកមកវិញឃើញបុរសម្នាក់ហ្នឹងមកកេះស្មារបស់គាត់ហើយចឹងគាត់មានអារម្មណ៍ថាភ័យខ្លាំងមែនទេពេលដែលបងប៊ីគាត់ងាកទៅហ្នឹងនៅតែបុរសម្នាក់ហ្នឹងនៅតែប្រើទឹកមុខមួយរៀងញឹមតិចដាក់យល់ទៅមើលទៅដូចគួរចម្លែកហើយបងប៊ីគាត់ក៏ញឹមតិចដាក់ទៅវិញអញ្ចឹងទៅបុរសម្នាក់ហ្នឹងគាត់ក៏សួរថាការប្រជុំហ្នឹងគេចាប់ផ្ដើមយូរនៅគេចាប់ផ្ដើមប្រហែលនាទីហើយបងប៊ីក៏គាត់ប្រាប់ទៅគាត់ថាអត់អីទេគេទៅមិនចាប់ផ្ដើមទេប្រហែលជា6-7នាទីនេះទេក៏ប្រាប់ទៅថាអូខ្ញុំទៅតែមកដល់ដោយសារតែស្ទះផ្លូវស្ទះអីចឹងណាអញ្ចឹងខ្ញុំខ្លាចមកស្ដាប់គេនិយាយអត់តន់ហើយស្មានតែគេចាប់ដើមយូរហើយតែវិតទៅចាប់ដើមទេហើយបងប៊ីក៏គាត់ប្រាប់ថាហ្នឹងហើយអត់អីទេគេទៅចាប់ដើមទេអត់អីទេពេលនោះបងប៊ីគាត់ក៏បែរមុខទៅស្ដាប់ខាងសាលាគេបញ្យល់ណែនាំតទៀតអញ្ចឹងទៅតែគាត់ក៏យើងចម្លែកក្នុងចិត្តដែរណាដោយសារថាបុរសម្នាក់នេះយើងចម្លែកមុនហ្នឹងឃើញនៅម្ដងទេអូយដល់ពេលងាកមុខតាមមួយផ្លែតលេងម្ដងនេះហើយម្ដងនេះងាកទៅភ្ញាក់ចង់ងាប់ហើយបែរមុខទៅមុខញឹមនៅដដែលញឹមតិចដាក់ចឹងពេលនោះមកប៊ីគាត់រៀងចម្លែកហើយមកសន្ទុះទៀតបុរសម្នាក់ហ្នឹងក៏សួរបងប៊ីបន្ថែមទៀតសួរពីនេះសួរពីនោះសួរច្រើនមែនទេតែបងប៊ីក៏គាត់មិនជាប្រកាន់អីណាស់ទេណាដោយសារតែបងប៊ីគាត់មើលបុរសម្នាក់ហ្នឹងទៅដូចជាគួរឲ្យចាប់អារម្មណ៍រូរាយរាក់ទាក់ទាំងស្នាមញញឹមទាំងទឹកមុខកាយវិការមើលទៅគួរឲ្យចង់រាប់អាននឹងដែរបងប៊ីគាត់ក៏សង្កេតមើលបុរសម្នាក់ហ្នឹងដែរណាសង្កេតមើលទៅឃើញថាបុរសម្នាក់ហ្នឹងមើលទៅដូចជាគ្មានបញ្ហាអ្វីសម្រាប់គាត់ទេដោយសារតែបុរសម្នាក់ហ្នឹងព្យាយាមនិយាយលេងមួយគាត់ច្រើនសន្ទនាមួយគាត់ច្រើនទាំងដែលទំជួបគ្នាលើកទី1ហើយអាកប្បកិរិយារបស់គាត់មើលទៅដូចជាមិនឆ្លើយកោងកាចអីណាស់ណាទេគឺសភាពរៀបសារដែល
bà hai chính máu thua bóng bi kịch tha bù rồng này đứng bà hai gì trong rộp an con chẳng á anh đi ở quay đây bóng bi còn dây sang kết mưa lừa tắc múc cái bị cá nâng cặp cái giá bọc quạt chẳng á về đúng su khi cho su khi lang tới bù rồng này đang có su bóng bi tha bóng bi còn lời khai này chẳng á hay bóng bi gọt bẹp ta gọt lời khai cái bóng chẳng năng hay bù rồng này đứng qua lư thang hai cái bóng chẳng năng nó biển phía hay giống bóng bi của quát su vinh tư su thà quát đã khen này chẳng một ông này nó có quát thì giấy mô vinh thà quát còn nẹ nơi khen bóng chẳng được cái này cứ bị đứng bóng quát miên biện dây kia chớ ăn to thiệt được sao ta nơi khen chỉ mũi cái này hay đập bê chẳng một ông này đang có quát có su bóng bi thà bóng bi mua ấy chẳng á hay bóng bi quát phải ta quát mua bi hay bóng bi nó có quát có su vinh tư su thà quát mua ấy chẳng tới hay bộ đồ này nó có bẹp qua ta quát mua ni hơi pin này còn có ban thì chơi cái lì như chẳng từ thầm cả lại nâng tới nhưng xong hơi bộ rồi mình nắng thá bộ ni để mời ao nhẹ tao ngọt nía nghi số không cao sắp đập hơi bên đằng đáy bộ bi đằng bộ ni đứng có bộ bùa kia từ giam bay được sao tập bên nắng cứ khăn xả lại cái chọc cà phải xuống đó chẳng còn có bộ bùa kia từ giam bay thằng ngày gì chẳng đó hơi xong chuyện này tao kia mới tiệt đấy bóng bi nó bóng ni nó cứ có ấp ban chua tê nơiឬក៏ជួលបន្ទប់នៅជាមួយគ្នានោះទេដោយសារតែពេលនោះដែរបងនីគាត់ស្នាក់នៅជាមួយនឹងបងប្អូនគាត់នៅឯទីក្រុងភ្នំពេញអញ្ចឹងណាហើយចំណែកបងប៊ីគាត់ជួលបន្ទប់នៅដាច់ដោយឡែកនៅខ្លួនឯងអញ្ចឹងពីរនាក់គាត់នៅផ្សេងគ្នាគាត់នៅមួយគ្នាណាសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាទៅនឹងពួកគាត់ញ៉ាំបាយញ៉ាំអីតាមធម្មតាអញ្ចឹងទៅហើយពេលដែលញ៉ាំបាយហើយហ្នឹងបងនេះគាត់ចេញលុយឲ្យបងប៊ីទៀតលុយមែនទេនេះជាមិត្តភក្តិនៅក្នុងក្តីសម័យរបស់ពួកយើងដែលពួកយើងប្រាថ្នាចង់បានណាទំស្គាល់គ្នាលើកទី1លើកដំបូងហើយចេញលុយឲ្យទៀតលុយហ្មងនេះសើមិត្តភក្តិនៅក្នុងក្តីសម័យរបស់ពួកយើងចេញលុយឲ្យញ៉ាំបាយញ៉ាំអីចឹងទៅធម្មតាចឹងហើយពួកគាត់ក៏បែកផ្លូវគ្នាទៅតែរៀងខ្លួនទៅហើយកាត់ម្លងមកទៅមុខទៀតពួកគាត់ពីរនាក់ហ្នឹងបានរៀងស្និទ្ធស្នាលគ្នាខ្លាំងណាស់ស្និទ្ធស្នាលគ្នាខ្លាំងទៅណាក៏ទៅមួយគ្នាទៅរៀនក៏ទៅមួយគ្នាទៅសារក៏ទៅមួយគ្នាទៅទិញអីវ៉ាន់ក៏ទៅមួយគ្នាដល់ថ្នាក់ពួកគាត់ហៅគ្នាអាណប់អ្នកទាំងអស់គ្នាយល់ពាក្យហ្នឹងឯងពាក្យថាអាណប់ហ្នឹងស៊ីជម្រៅដល់កម្រិតណាសម្រាប់មិត្តភក្តិស្និទ្ធស្នាលរបស់ពួកយើងពួកគាត់រាប់អានគ្នាអញ្ចឹងទៅយូរទៅបានបងប៊ីគាត់ទើបតែស្គាល់ចិត្តបងនីទើបដឹងថាបងនីគឺគាត់ជាមនុស្សដែលរុះរាយរាក់ទាក់ចិត្តល្អស្រឡាញ់ការសិក្សាហើយបងនីគាត់ហ៊ានផ្កាយទៀតហើយគាត់ស្រឡាញ់អ្នកផ្ទះគាត់និយាយរួមទៅបងនីគឺល្អហ្មងល្អគ្រប់យ៉ាងបងប៊ីគាត់និយាយថាមានថ្ងៃមួយគាត់ពីរនាក់ហ្នឹងបានបបួលគ្នាទៅទិញកៅអៅនៅហាងមួយកន្លែងអញ្ចឹងណាទៅទិញកៅអៅទៅមើលកៅអៅប៉ុន្តែបងប៊ីគាត់មិនមែនអ្នកទិញទេបងនីគាត់ចង់ឲ្យបងប៊ីទៅជួយមើលកៅអៅអាណាស្អាតអាណាមិនស្អាតអីចឹងណាជួយមើលជួយលោអញ្ចឹងណាហើយពួកគាត់ក៏ទៅមើលកៅអៅមើលនៅហាងមួយកន្លែងហ្នឹងទៅហើយពូម្ចាស់ហាងហ្នឹងក៏គាត់រៀងចូលចិត្តបងនីដែរដោយសារមើលទៅដូចម៉ួយហើយបងនីគាត់ក៏មើលកៅអៅលោកៅអៅអីចឹងទៅហើយស្រាប់ពេលនោះដែរបងប៊ីគាត់ក៏ស្រឡឹងឃើញនាឡិកាមួយដែលគាត់ស្រឡាញ់ខ្លាំងមែនទែននាឡិកាដែលគាត់ធ្លាប់គិតធ្លាប់សម័យតែគាត់ធ្លាប់ចង់បានណាស្រាប់តែពេលនាឡិកាហ្នឹងឃើញនៅកន្លែងលក់កៅអៅហ្នឹងត្រូវចិត្តគាត់ហ្មងគាត់សុំគេមើលសុំគេលោនៅពេលដែលបងប៊ីគាត់កំពុងតែលោហ្នឹងស្រាប់បងនីគាត់ក៏ងាកឃើញហើយគាត់ក៏សួរថាហើយស្រឡាញ់នាឡិកាហ្នឹងមែនរួចបងប៊ីថាស្រឡាញ់ណាដោយសារថានាឡិកាហ្នឹងធ្លាប់សម័យធ្លាប់ចង់បានធ្លាប់អីចឹងរបស់យើងស្រឡាញ់មានរូបទូរស័ព្ទមានអីចឹងណាដល់ពេលទៅឃើញហើយចឹងបងនីក៏គាត់សួរបងប៊ីគាត់ថាស្រឡាញ់អីចឹងទៅហើយបងនីគាត់ថាមិនស្រឡាញ់ឯងបន្តិចរួចទៅបងប៊ីគាត់ថាអត់តន់ទិញទេរៀងថ្លៃដែរចាំចប់ចូលឆ្នាំខ្មែរយើងអីចឹងណាព្រោះបន្ទាប់ពីចប់ចូលឆ្នាំនឹងហើយខួបកំណើតរបស់គាត់ជាថ្ងៃខួបកំណើតរបស់បងប៊ី
ហើយពេលនោះដែរបងនីក៏គាត់ប្រាប់ម្ចាស់ហាងទៅប្រាប់ថាអញ្ចឹងបងឯងចាំជួយទុកនាឡិកានឹងផងចាំមើលរួចចូលឆ្នាំចាំពួកខ្ញុំមកមើលភាសាទៀតកុំលក់ឲ្យពីណាគេអញ្ចឹងណាហើយពូម្ចាស់ហាងគាត់ថាហ្នឹងហើយអូខេអត់អីទេព្រោះដោយសារថាដូចពូម្ចាស់ហាងដូចម៉ួយបងនីអញ្ចឹងណាអញ្ចឹងអត់មានបញ្ហាអីទេហើយពួកគាត់ក៏និយាយគ្នាលេងសើចសប្បាយ3នាក់នឹងមួយម្ចាស់ហាងអីចឹងទៅនៅពេលដែលពួកគាត់ទិញកៅអៅទិញអីហើយចឹងទៅតែបច្ចៈពេលហ្នឹងបងប៊ីគាត់អត់ទាន់បានទិញនាឡិកាហ្នឹងទេដោយសារថាទី1រៀងថ្លៃដែរហើយទី2គាត់ចាំទិញនាឡិកាហ្នឹងថ្ងៃខួបកំណើតគាត់ដោយសារគាត់ចង់ទិញរបស់ជូនខ្លួនឯងចឹងជាកាដូជូនខ្លួនឯងចឹងគាត់អត់ទាន់ចង់ទិញពេលហ្នឹងទេហើយណាមួយគាត់ពេលហ្នឹងក៏អត់លុយដែរអញ្ចឹងចាំពេលរួចចូលឆ្នាំគាត់នឹងទិញនាឡិកាហ្នឹងហើយពេលហ្នឹងបងនីក៏គាត់ក៏បានទិញកៅអៅនេះហើយរួចរាល់ឲ្យបោះគាត់ហើយអស់ចឹងទៅហើយក៏នាំគ្នាទៅផ្ទះវិញអញ្ចឹងទៅហើយនាឡិកាហ្នឹងគឺអត់ទាន់បានទិញទេដោយសារថាបងប៊ីគាត់ថាចាំថ្ងៃខួបគាត់អញ្ចឹងណាបានគាត់មកមើលមកទិញភាសាទៀតអញ្ចឹងណានាំគ្នាមកមើលមកទិញភាសាទៀតហើយកាត់ម្លងមកដល់ថ្ងៃខាងស្អែកដែលពួកគាត់ត្រូវទៅលេងបុណ្យចូលឆ្នាំហ្នឹងពួកគាត់ក៏បានណាត់គ្នាទៅម៉ោង9ហើយ9ផឹកញ៉ាំបាយញ៉ាំទឹករៀបចំខ្លួនឲ្យហើយអញ្ចឹងនាំគ្នាចេញដំណើរទៅអញ្ចឹងណាហើយបងប៊ីក៏គាត់ក៏បានខលទៅបងនីទៅហើយបងនីគាត់ប្រាប់ថាចេញទៅហើយរួចបងនីប្រាប់ថាឲ្យបងប៊ីនឹងជិះម៉ូតូតាមផ្លូវរ៉ែទីចាំគាត់អញ្ចឹងណាព្រោះផ្លូវទៅជាមួយគ្នាទេអត់អីទេអញ្ចឹងបើថាបងប៊ីគាត់ចាំយូរឲ្យជិះម៉ូតូរ៉ែទីទៅមុននេះអញ្ចឹងទៅចាំគាត់ហើយបងប៊ីក៏គាត់ក៏អូខេអត់អីអញ្ចឹងគាត់ក៏ជិះទៅជិះបដារ៉ែទៅមើលទេសភាពមើលអីចឹងទៅហើយមើលម៉ោងផងអីផងសួរអីអានេះយូរមើលតែទៅផងឆាតទៅផងបងនីក៏គាត់នៅតែអញ្ចឹងថាចាំតិចពងនៅតាមផ្លូវជីរហូតឡើងជិតទៅដល់ផ្ទះស្រាប់តែបងប៊ីគាត់ជីអញ្ចឹងទៅដល់ពេលមិនអីគាត់បានឮសលេងឆាតណាផ្ញើមកអញ្ចឹងទៅគាត់ក៏បានឆែកមើលអញ្ចឹងទៅក៏ឃើញថាបងនីនឹងផ្ញើសារប្រាប់គាត់ថាឲ្យបងប៊ីនឹងជិះទៅផ្ទះមុនគាត់ទៅមកចាំគាត់ទេបងនីគាត់ផ្ញើសារមិន call ហើយក៏មិន voice សលេងទេណាគាត់ឆាតប្រាប់ថាឲ្យជិះឲ្យទៅដល់ផ្ទះមកទៅមិនចាំគាត់ទេដោយសារថាតាមផ្លូវវាក្តៅផងអីផងអញ្ចឹងណាហើយក៏មកចាំយូរអញ្ចឹងចាំគាត់ជិះទៅតាមក្រោយអញ្ចឹងទៅហើយក្នុងសារហ្នឹងក៏បងនីក៏គាត់ទៅសេនៅក្នុងហ្នឹងដែរសេថាឲ្យជិះម៉ូតូជិះតាមផ្លូវស្រួលបួលអីអញ្ចឹងណាហើយពេលហ្នឹងបងប៊ីក៏គាត់អត់គិតអីច្រើនគាត់ថាអីអានេះយូរណាត់គ្នាមកតាមផ្លូវទាំងអស់គ្នាចុងក្រោយជិះតែឯងដដែលអញ្ចឹងបងប៊ីក៏គាត់ក៏ជិះម៉ូតូទៅផ្ទះតាមធម្មតាអញ្ចឹងទៅហើយម្លងមកសន្ទុះទៀតបងប៊ីក៏គាត់បានទៅដល់ផ្ទះដល់អីរៀបចំខ្លួនរៀបចំអីមុតទឹកអីញ៉ាំបាយញ៉ាំអីសម្រាប់ដើម្បីគាត់សម្អាតផ្ទះទទួលទេវតាឆ្នាំថ្មីអញ្ចឹងណាបោះជូតផ្ទះសម្អាតផ្ទះអញ្ចឹងណាពេលដែលបងប៊ីគាត់រៀបចំខ្លួនសម្អាតផ្ទះរៀបចំផ្ទះរួចរាល់ហើយគាត់ក៏ដល់ម៉ោងដែលត្រូវសម្រាប់អីចឹងទៅគាត់ក៏សម្រាកយកកម្លាំងអីចឹងទៅដល់ពេលល្ងាចឡើងគាត់ក៏បាននឹកឃើញដល់ពូមីងរបស់គាត់ចឹងណាគាត់ក៏ចង់ទៅលេងពូមីងគាត់ដែលនៅមិនឆ្ងាយផ្ទះគាត់ប៉ុន្មានទេនៅម្លងដូចជា3-4ភូមិហើយពេលហ្នឹងគាត់ក៏បានក៏នឹកឃើញថាអញ្ចឹងចាំល្ងាចចាំទៅលេងផ្ទះពូមីងគាត់ចឹងប្រហែលជាម៉ោង7អញ្ចឹងទៅគាត់ក៏បានក៏ទៅលេងផ្ទះពូមីងគាត់អីចឹងទៅតាមធម្មតាអញ្ចឹងទៅហើយដល់ពេលជិះតាមផ្លូវទៅជិតដល់ផ្ទះពូមីងគាត់ហ្នឹងគាត់មានឃើញមានថាមានគេសាងសង់រោងបុណ្យមួយនៅចំចំហៀងផ្លូវអាកន្លែងផ្លូវទៅភូមិផ្ទះពូមីងគាត់អញ្ចឹងណាហើយគាត់ក៏ជិះហើយគាត់ក៏រៀនជិះមកតាមធម្មតាអញ្ចឹងទៅហើយនៅពេលនោះដែរជិះផុតរោងបុណ្យហ្នឹងតា5 ម៉ែត្រ 10 ម៉ែត្រអីទេបងនីហ្នឹងនៅតាមផ្លូវនៅជិតរោងបុណ្យហ្នឹងនៅម្ដុំរោងបុណ្យហ្នឹងអញ្ចឹងណាមិនឆ្ងាយពីរោងបុណ្យហ្នឹងទេប្រហែលជា5 ម៉ែត្រ 10 ម៉ែត្រពីបងប៊ីគាត់ក៏ឃើញអញ្ចឹងគាត់ក៏រៀងភ្ញាក់ដែរដោយសារតែនិយាយរួមទៅគាត់ពីរនាក់ហ្នឹងអត់ទាន់ស្គាល់ផ្ទះរបស់គ្នាទៅវិញទៅមកណាដោយសារកាលនោះនៅរៀន
ចឹងក៏តបានស្គាល់ផ្ទះគ្នាទេគាត់គ្រាន់តែស្គាល់ថាដឹងថានៅភូមិស្រុកជាមួយគ្នាប៉ុន្តែក៏អត់ដែរបានស្គាល់ផ្ទះរបស់គ្នាអញ្ចឹងណាហើយពេលហ្នឹងបងប៊ីក៏គាត់រៀងភ្ញាក់ដែរឃើញបងនីពងឈរនៅតាមផ្លូវចូលទៅហើយគាត់ក៏បាត់ម៉ូតូចូលសួរអញ្ចឹងណាព្រោះមិត្តភ័ក្តិស្និទ្ធស្នាលគ្នាពេលដែលបងប៊ីគាត់បាត់ម៉ូតូចូលសួរទៅសួរថាហើយឯងមកឈរនឹងធ្វើអីហើយតែឯងនៅនឹងមិនរួចទៅបានបងនីគាត់ប្រាប់ថាតែអញនៅម្ដុំនឹងទៅតែអញនៅម្ដុំរោងបុននោះហើយគាត់ក៏ច្អល់ទៅគាត់ក៏មើលទៅហើយបងនីគាត់ច្អល់ទៅម្ដុំរោងបុនហ្នឹងអញ្ចឹងអត់ដឹងថាផ្ទះមួយណាទេតែដឹងតែមកជួររោងបុនហ្នឹងដោយសារគេសាងសង់រោងបុនហ្នឹងនៅមុខផ្ទះហ្នឹង2 3ខ្នងអញ្ចឹងណាហើយនៅពេលហ្នឹងបងប៊ីក៏គាត់សួរថាចុះឲ្យមកឈរអីនៅហ្នឹងរួចបងនីក៏គាត់និយាយថាគាត់ឈរលេងគាត់អត់ទាន់ចូលផ្ទះបានទេរួចថាមិនបានឯងមិនចូលផ្ទះរួចកៅឯងប្រឡាក់ស្អីស្អត់ដីហ្នឹងហើយទឹមតែមកដល់មែនថាអញមកដល់ប្រហែលជាយូរដែរហើយប៉ុន្តែអញអត់បានតាក់ទងទៅឯងទេដោយសារតែទូរស័ព្ទអញវាខូចវាធ្លាក់តាមផ្លូវទៅវាខូចអញ្ចឹងអញអត់បានតាក់ទងទៅឯងទេឡើងខ្ទេចរួចដល់ពេលអញ្ចឹងទូរស័ព្ទហ្នឹងយកទៅឲ្យជាងក៏ជាងអត់ទាន់មានអ្នកធ្វើឲ្យដែរដោយសារតែពេលហ្នឹងវាដល់ថ្ងៃដែលត្រូវចូលឆ្នាំយកអីចឹងណាចឹងជាងគេអត់បាននៅធ្វើទេដោយសារតែជាងគាត់ទៅដើរលេងឬក៏អ្នកខ្លះគេបិទតូបបិទអីជួបជុំបងប្អូនគ្រួសារគេចឹងទៅអញ្ចឹងទូរស័ព្ទគាត់អត់បានធ្វើទេតែវាខូចបាត់ហើយបងប៊ីគាត់សួរថាចុះឯងមិនមួយទឹកមួយផុកអីទៅស្មាននឹងហើយឯងនៅឈរនៅនឹងវិញកៅអៅប្រឡាក់ស្អាតដីរួចបងនីគាត់ថាចាំតិចទៀតចាំគាត់នឹងសម្អាតខ្លួនព្រោះគាត់ទឹមតែមកដល់គាត់រៀងហត់ហើយណាមួយគាត់រៀបចំផ្ទះទឹមហើយដែរអញ្ចឹងណាបងនីនៅពេលនោះដែរបងប៊ីក៏គាត់ក៏បបួលបងនីឲ្យមកលេងផ្ទះរបស់គាត់អញ្ចឹងណាព្រោះឲ្យមិត្តភក្តិគ្នាយូរហើយដែលតន់ស្គាល់ផ្ទះគ្នាតែឥឡូវនេះបងប៊ីគាត់បានស្គាល់ផ្ទះបងនីហើយថានៅម្ដុំប៉ុណ្ណឹងប៉ុន្តែអត់ដឹងមួយណាទេហើយដល់ពេលអញ្ចឹងបងប៊ីគាត់ក៏និយាយថាចាំថ្ងៃណាឲ្យទៅនេះឲ្យមកលេងផ្ទះអញម្ដងហើយបងនីក៏គាត់ក៏និយាយថាអញទៅតែអត់កើតទេអញអត់ហ៊ានចូលហើយបងប៊ីគាត់ថាស្អីអត់ហ៊ានចូលមិនបងនីគាត់និយាយថាអញទៅបានតោះឯងអញ្ជើញអញទៅមិនអញចូលកើតហើយបងប៊ីគាត់ក៏និយាយថាស្អីហៅទៅលេងផ្ទះស្អីអញ្ជើញពីណាឲ្យឯងចូលបើអញឲ្យឯងចូលហើយបងនីក៏គាត់ក៏និយាយថាអញ្ចឹងចាំអញទៅលេងផ្ទះឯងអញ្ចឹងរួចបងប៊ីថាចាំពេលណាទៅនេះទៅលេងទៅចាំតាក់ទងមកអញមកហើយមកដល់ចំណុចនេះចង់សុំទោសដល់អ្នកទាំងអស់គ្នាផងព្រោះអានេះជាភាសាមិត្តភ័ក្តិស្និទ្ធស្នាលរបស់ពួកគាត់ណាដែលមានពាក្យអញហែងអញ្ចឹងណាអញ្ចឹងកុំប្រកាន់ខ្ញុំអ្នកដំណើររឿងអីដោយសារតែខ្ញុំព្យាយាមនិយាយទៅមិនឲ្យត្រូវនឹងសាច់រឿងអញ្ចឹងណាអញ្ចឹងសង្ឃឹមអ្នកទាំងអស់គ្នានឹងយោគយល់ហើយបងប៊ីក៏គាត់ក៏សង្កេតមើលឃើញដៃជើងរបស់បងនីហ្នឹងដូចមនុស្សបាក់ដៃបាក់ជើងឈឺដៃឈឺជើងអ្ហ្មិចទេបងប៊ីគាត់ក៏សួរថាដៃជើងឲ្យត្រូវអីហើយបងនីគាត់និយាយថាអត់មានត្រូវអីទេរៀបចំផ្ទះទៅវាធ្លាក់នេះធ្លាក់នោះត្រូវទៅវាឈឺជន់នេះជន់នោះទៅវាឈឺជើងហើយរៀងឈឺដៃអីចឹងទៅហើយបន្ទាប់ពីហ្នឹងមកពួកគាត់ក៏ទៅចែកគ្នាលេងប្រហែលមកសន្ទុះទៅបងប៊ីក៏គាត់ក៏និយាយថាអញ្ចឹងទៅផ្ទះពូអញសិនហើយដោយសារថារៀងយប់ដែរហើយអញ្ចឹងស្រូតទៅស្រូតមកផ្ទះវិញកុំឲ្យនៅយប់ជ្រៅអញ្ចឹងណាព្រោះពូមិញគាត់ពងចាំហូបបាយជុំគ្នាអញ្ចឹងហើយបងប៊ីគាត់ក៏ជិះម៉ូតូចេញទៅតាមធម្មតាអញ្ចឹងទៅនៅពេលដែលបងប៊ីគាត់ជិះម៉ូតូចេញពីហ្នឹងទៅម្លងបានប្រហែលជា4 ទៅ 5 ម៉ែត្រទេគាត់ក៏កលេចមើលកញ្ចក់ក្រោយគាត់មើលមិត្តភ័ក្តិគាត់អញ្ចឹងណាគាត់ក៏កលេចមើលកញ្ចក់ខាងក្រោយហ្នឹងទៅឃើញថាបងនីហ្នឹងណាពេលដែលគាត់ដើរដូចមនុស្សដើរអូសជើងហើយកដូចកងែកដូចយ៉ាងម៉េចមិនដឹងទេហើយគាត់ក៏ព្យាយាមយកដៃហ្នឹងយកទៅជូតកញ្ចក់ម៉ូតូគីឡូវាចាំងចំណាំងមកពីកញ្ចក់ម៉ូតូអញ្ចឹងណាឬក៏វាមានដីវាមិនច្បាស់វាមិនអីអញ្ចឹងណាជូតហើយក៏នៅតែឃើញរូបភាពបែបហ្នឹងនៅក្នុងកញ្ចក់ម៉ូតូហ្នឹងដែរគាត់ក៏អត់អស់ចិត្តគាត់ក៏បានកលេចមើលទៅខាងក្រោយតែអត់មានឃើញបងនីទេគឺលឿនមែនតើគឺមិនដឹងថាបងនីគាត់ទៅណានេះគាត់គិតថាប្រហែលបងនីដើរចូលផ្ទះអីចឹងណាហើយរូបភាពដែលគាត់ឃើញនៅក្នុងកញ្ចក់ហ្នឹងប្រហែលជា
tờ lì đây rồi có chả năng phượng ấy quạt mơ mình chứ bài chẳng áហើយគាត់ក៏មិនគិតច្រើនទេណាគាត់ក៏ជិះម៉ូតូទៅផ្ទះពូមីងគាត់ទៅញ៉ាំបាយជុំគ្នាអញ្ចឹងទៅតាមធម្មតារួចហើយបងប៊ីគាត់ក៏និយាយលេងមួយពូគាត់មីងគាត់អីចឹងទៅរហូតដល់ម៉ោងរៀងយប់ដែរហើយខ្ទង់ម៉ោង10ជាងតិចតួចអីចឹងណាដែលជាម៉ោងដែលគាត់ត្រូវត្រឡប់ទៅផ្ទះវិញព្រោះរៀងយប់ដែរអញ្ចឹងណាហើយគាត់ក៏លាពូមីងគាត់ត្រឡប់មកផ្ទះវិញមកនៅពេលដែលបងប៊ីគាត់ត្រឡប់ទៅផ្ទះវិញហ្នឹងគាត់ក៏ជិះកាត់រោងបុនមួយដែលសាំងសង់នៅកណ្ដាលផ្លូវនឹងដែរគាត់ឃើញថារោងបុនហ្នឹងវាស្ងាត់មនុស្សហ្នឹងណាយើងអស់ភ្ញៀវហើយនៅសោះចាស់តិចតួចនៅតាមផ្លូវនឹងអីដែលគេដើរត្រឡប់មកផ្ទះវិញអញ្ចឹងណាហើយរំលងពីនឹងមកគាត់បានជិះកាត់រោងបុនហ្នឹងប្រហែលជា4ម៉ែត្រទៅ5ម៉ែត្រស្រាប់តែគាត់មានអារម្មណ៍ថាម៉ូតូគាត់ដូចជាធ្ងន់មែនតើដូចធ្ងន់ដូចជាប្រៀបដូចជាមនុស្សដឹកលំអអូសលំអអីចឹងឬក៏ដូចមានមនុស្សនៅពីក្រោយដែលជិះចឹងមានអារម្មណ៍ថាធ្ងន់មូហ្គាទៅមានអារម្មណ៍ម៉ូតូគាត់តឹងដូចធ្ងន់ដូចដឹកអ្វីមួយយ៉ាងអញ្ចឹងគាត់មានអារម្មណ៍អញ្ចឹងហើយគាត់មានអារម្មណ៍ថារឿងតិចព្រឺសបល់តិចនៅពីក្រោយខ្នងរបស់គាត់អញ្ចឹងណាតែគាត់ក៏ឆ្ងល់ហើយគាត់ក៏ឆ្ងល់មិនបានរឿងធ្ងន់អញ្ចឹងហើយបងប៊ីគាត់ក៏មិនជាគិតច្រើននេះដែរគាត់គាត់តែគិតថាមេឃនេះធ្លាក់ខ្យល់ត្រជាក់ស្រួលគាត់គិតអញ្ចឹងគាត់ប្រឡប់ខ្លួនឯងអញ្ចឹងហើយម៉ូតូគាត់រៀងតឹងហ្នឹងដោយសារតែប្រហែលជាមុនពេលដែលគាត់ចុះមកហ្នឹងគាត់ភ្លេចដូរប្រេងម៉ាស៊ីនម៉ូតូអញ្ចឹងណាចឹងអាចគីឡូមកពីម៉ូតូគាត់ហ្នឹងវាតឹងដោយសារតែប្រេងម៉ាស៊ីនហ្នឹងវាចាស់វាអីចឹងណាដែលដល់ពេលទៅត្រូវដូរអញ្ចឹងហើយនេះគាត់ប្រឡប់ខ្លួនឯងដើម្បីកុំឲ្យគិតរឿងខ្មោចយ៉ាងអីហើយហ្នឹងហើយបងប៊ីគាត់ក៏បន្តដំណើរទៅមុខទៀតទៅជិះទៅរហូតដល់ផ្ទះគាត់បន្តដំណើរទៅទាំងដែលម៉ូតូរៀងតឹងហ្នឹងណាដូចធ្ងន់ហ្នឹងណាគាត់ជិះរហូតដល់ផ្ទះគាត់ចឹងទៅហើយមកដល់ចំណុចនេះខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាបងប៊ីគាត់ក៏មានប្អូនប្រុសម្នាក់ទៀតដែរខ្ញុំអត់សុំហៅឈ្មោះប្អូនប្រុសរបស់គាត់ទេចឹងហើយតម្រូវឲ្យអ្នកទាំងអស់គ្នារៀងផ្ដោតទៅលើសាច់រឿងនេះបន្តិចដូចដែលខាងដើមវីដេអូដែលខ្ញុំបានបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាចឹងពេលនោះបងប៊ីគាត់ក៏បានស្រែកហៅប្អូនប្រុសគាត់ឲ្យជួយបើកទ្វារឲ្យគាត់ចឹងណាព្រោះអីពេលហ្នឹងរៀងយប់ដែរហើយម៉ាក់ប៉ាគាត់ចូលសម្រានចុងគេងអស់ហើយណាមួយរៀងយប់ជ្រៅដែរហើយម៉ោង10កន្លះហើយតើបងគាត់ជិះមកដល់ផ្ទះវិញហើយប្អូនគាត់ក៏ចុះមកបើកទ្វារឲ្យគាត់ចឹងទៅស្រាប់តែពេលនោះដែរពេលដែលបងប៊ីគាត់ជិះម៉ូតូចូលផ្ទះហ្នឹងឃើញមុខប្អូនប្រុសគាត់ហ្នឹងដូចមនុស្សភ័យតក់ស្លុតស្រឡឹងមើលលើក្បាលរបស់បងប៊ីដូចជួបរឿងអីមួយដែលវាភ័យវាស្លុតវាអីចឹងណាទ្វារឲ្យហើយប្អូនរបស់គាត់រត់ចុងផ្ទះវឹងដូចមនុស្សខ្លាចអីមួយចឹងពេលហ្នឹងបងប៊ីគាត់ក៏អត់ចាប់អារម្មណ៍ទេគាត់ក៏នឹកឃើញថាគីឡូប្អូនគាត់ប្រញាប់ទៅលេងហ្គេមឬក៏ប្រញាប់ទៅធ្វើអីមួយចឹងហូតចូលបន្ទប់វិញលឿនចឹងណាហើយបងប៊ីគាត់ក៏អូម៉ូតូអីចូលមកផ្ទះតាមធម្មតាតើមួយទឹកមួយអីចឹងទៅម៉ាក់ប៉ាគាត់សម្រានអស់ហើយដោយសារម៉ាក់ប៉ាគាត់វាអស់កម្លាំងចឹងណាហើយបងប៊ីគាត់សម្រាកជាន់លើហើយម៉ាក់ប៉ាគាត់សម្រាកនៅជាន់ក្រោមហើយបងប៊ីគាត់អូម៉ូតូអីចូលផ្ទះអីចឹងទៅគាត់ក៏ឆ្ងល់ម៉ូតូនឹងវាយតឹងអីចឹងទៅគាត់មើលម៉ូតូមើលអីចឹងនឹកឃើញថាប្រហែលជាម៉ូតូនឹងដល់ពេលត្រូវដូរប្រេងម៉ាស៊ីនដូរអីចឹងមកនេះតឹងគាត់តាមផ្លូវតែគាត់ក៏អត់អីដែរគាត់ក៏ម៉ូតូអីចូលផ្ទះធម្មតាគាត់ថាចាំស្អែកចាំយកម៉ូតូយកទៅមើលទៅដូរប្រេងម៉ាស៊ីនទៅអីចឹងទៅហើយបន្ទាប់មកគាត់ក៏ទៅងូតទឹកងូតអីចឹងទៅហើយគាត់ងូតទឹកងូតអីហើយរៀបចំខ្លួនអីហើយចូលគេងអីចឹងពេលហ្នឹងគាត់ដើរទៅបន្ទប់ប្អូនប្រុសគាត់ចឹងណាដើរទៅលេងបន្ទប់ប្អូនប្រុសគាត់ហើយស្រាប់តែពេលចង្វាក់ដែលគាត់បើកទ្វារចូលទៅឃើញប្អូនគាត់ស្រឡឹងមើលលើក្បាលគាត់ម្ដងទៀតដូចកាលពេលដែលបើកទ្វារឲ្យនៅមុខផ្ទះចឹងស្រឡឹងមើលដូចមនុស្សភ័យតក់ស្លុតដូចមនុស្សជួបរឿងអីមួយចឹងចង្វាក់ដែលបងប៊ីគាត់បើកទ្វារចូលមកប្អូនប្រុសគាត់រៀងលាន់សលេងហើយស្រឡឹងមើលលើក្បាលរបស់គាត់ទេពេលហ្នឹងប្អូនប្រុសគាត់ក៏អត់និយាយអីទៀតដែរចាប់ទាញតែកសែងមកកឆក់កសែងមកពីបងប៊ីហើយ
hốt tới một túc tắc châu từ ngũ tắc vừng không biết với anh đi cao sĩ biết tăng nâng khổ mà không đòn lừa biết cao sĩ biết à đừng tại một bia quạt họ mình nghĩ là có thể chầm mưa bao quạt máu chầm xua chứ tranh mình ngụt tắc mình chầm xua hơi bàn phải chỉ mà sẽ túc dẹp lư sẽ lên ôn phổ bao quạt sệt hơi đôi hồ dung tí tí thế bóng bi hút trong một tục vừng bật phìa chả sao bằng lươn hay mà được phay slam hay bóng bi quạt cho anh đi can dây biết mà ngay nâng hơi là được phay slam can dây biết à đồng hơi ôn quạt hút mau khum phui nhò người bóng bí quạt xua thấy vậy ca đấy nơi bên nước đáy bàn ôn phổ bao quát riếp rọc sạch đường tăng pi bóng bi quạt mau trong tè từ ôn pro quạt hiệp họp sạch hương bẹp ở bóng bi đằng chẳng mà đọc lại ní chỉ sạch hương bỏ ôn phổ quạt này hiệp họp này đồng nà rương prap bóng bí thà quạt chụp ấy chứ ôn phổ quạt ban vậy tha nơi bên đây bóng bi quạt sạch hơi ôn phổ quạt nắng ao cho từ bạc thuyền nắng ôn phổ quạt nghĩa tới khơi nơi khối không bóng bi nắng khơi đứt miên đục ra mà nè khi mau đôi chỉ một phe được ấy chứ hơi quạt sờ lăng mưa chẳng tới còn bạc thuyền bạc ấy hỡi còn nơi ta khơi sờ mau mau nó bị khối như này dây xuống vô tới đôi mà nữ chi mau đục kia pi nè mau chẳng á hơi bóng bao bạc quạt nắng cóสังเกต mưa tới khơi dẹp tha còn ta bóng bi chi mà tao cho máu khơi máu không bao nó bị khối nữa họ từ chi có bỏ bóng bi hay bên ông này bóng quạt cứ slan mình đèn nhưng bên nó hơi để bóng quạt sẽ lắng mưa lư các ba bỏ bóng bi hơi rút hiệp để bóng quạt khơi nắng khơi một ở chỗ ba để mình đăng thay chia mình được pro được coi chia mình được sài phần tái riêng cái cứ mưa đăng tha mình nung nè nó đôi chiều mình nung đôi bạn đây bạn chương mấy đăng này tại bóng quạt khơi sẽ lắng tới khơi trắng á hơi có hiện gần ấy phần tái mưa một ba tỷ rồi sao bây giờ chim giờ ấy bình mục chẳng có đăng tham một nước pháo có một nước sấy để phần tái khơi giờ máu lắm đấy ảnh nhâm sẽ nhanh đã bảo ông quạt ảnh nhâm bay lại cả đôi rủ đi để tệ chẳng á việc một đường chẳng á bên trong đấy bảo ông quạt quả khơi chẳng phim rút cho được không tè vừng quạt khai quạt á tại quạt còn dây tránh đây rồi việc rừng mọt á quạt từ từ ngọt nó không đang chẳng từ hay to máu nơi bên đây bóng bi quạt tranh bị ngút tắc á hay đào mau và tục bảo quạt nắng á ôn phở quạt hà nơi bên đây bóng bi đào châu mau bao phía máu có quạt nơi tại khơi rồi máu mùi nó nơi chỉ lừa co tao lừa co bao bóng bi từ này rồi chẳng bên nó thấy bản ôn quạt hiện được hiện mà được nhẹ rồi hiện bên nó á còn đưa từ lên chân á nè có cái này chạm hết hay máu mang nó nơi tại chỉ lừa co bao bóng bi từ này rồi hay đáy chương đôi bạn rút hiếp cứ đôi tận đại là pe mau đó là pe khơi từ bóng cái băng thia hay ôm tao cho nó hơi nè nhâm sẽ nhanh đại chân tư hơi bóng vào khó còn dễ tha khơi nhà rồi máu không mang nó khơi được cả được bà lạ đây hơi đáy chương hiện được bạn mấy ọt đăng này nên quạt mưa ọt sơi bá ở xa ta quạt sơi hiên mưa ở chỗ ba quạt chè cả lấy này tên đây cũng oi vi khơi vi chỗ ba vi chứ chẳng màn bên nông hới màn ôn quạt có chọn xanh pi bóng bi hới hút từ ngút tắc từ nếu pi đẹp ôn quạt từ ngút tắc nắng ôn quạt còn dây đẹp bóng bi tha ở miền bành hai thì tầm tay to pi ôn quạt ngút tắc ruột nhỉ hơi tranh mau khang khéo nữa quạt cả lấy khơi sầm máu nắng cứ nơi chọn bị một quạt để mình chẳng ai tung vào mùi palmet đó nơi chô bị một bật tục bỏ bóng bi lại quạt nơi không bật tục nâng hả nơi chô hới tái và chẹn nơi không té nó cứ bật phường kia cho hơi và lư phường tách tranh mau bị bật tục tắc hơi nâng tranh mau bị bật tục này bóng bi quạt nâng gui lên cũng nâng hả
Chẳng cho nó cái đà nắng cứ mà chua phơi nắng cứ hiện là nghịch chẳng miền bự tạch tạch ấy nè để mưa sơi bài còn tái mưa đăng tham miền sầm màu mà nụ nó ra chẳng chẳng năng bự tạch tạch màu hơi bền nó ấy bàn bông phổ bông bi đứng phi dùm sờ lần mưa tới khơi tha sầm màu môi nắng á vía cầm pung tại đào màu rột bông bò bông bi đào màu tạch 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 hơi chương đào ô đây ô chương mình nước bạn đây bạ chương chứ hơi coi thì nghệ mau chân tới đào ô chương lư crét 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 rút hiện môi nắng cứ miên rồi dạ về môi này tì ôi ôi môi này tì cứ dù mình tên là mẹp này cứ nhục hiệp bài nắng đôi khơi buồn vẻ màu chứ khơi trong trăm món bên ông này bao phò bóng bí của con có ban phẹp với có tha bên ông quạt rừng đầy rừng chương rồi mót có cầm rơ cầm cao đầy dương có cầm rơ cao sầm màu nó che tả đa màu sầm đau màu quạt chứ đau màu hơi quạt trong rút cầm cao trong xế cái xế cầm cao sầm màu nó căn là kia tới quạt có ban nực hơi nhiều mùi bài bên ông này bao phò bóng bí quạt nực hơi đó và thổ xã sệt là nơi trong tè gì chẳng á nó khơi chỉ niềng te nó khơi y công mai chân từ côn mai côn chẳng á rồi còn có ban có mực đây có mực chưa ban nó vừa dừng tới sầm mau nó vừa đa cả là kia có tới đây ở có phay có xe đôi ở vậy để ban dây khang lư đúng không còn có xe ui hay hút một bốc sầm mau nó muốn vô một bữa hút tận bật nè chứ vì nó bao còn vậy á buổi to bên tay nó bên plei thử tư na thì chẳng vì nó bao có ai thay những kha han này còn đằng mà đây nó vĩnh nực khơi côn mà đai côn là bốc tổng sản xuất nó không te hay chẳng á thứ ai quát mới là miền smart đây rừng mò màu vinh hút một bốc sầm máu không ai mùi nừng hút hơi gì ui bông bi được hồ dùng thì hơi ban hút trâu từ đó không bật tục nừng nừng hơi chỉ hai ca này ông quát khơi tiền này nơi kéo tiền là hút đó không tiền nừng cái sọc từ ông quát mình nói hết ca muốn đi chúc bà đi bờ nè smart đây sao ấy giáp ai bàn tay ta xa ông quát những rừng mọt này rồi bên nó ấy một bì còn có mình từ thái đấy còn có cho là ấy đùi gì chùm lấy vậy mình hết cả chân bao có sắm máy ấy anh ấy bộ bì có gật trắng á và anh ấy phải gì sắm máy đấy rồi còn vậy luôn bao có tới thảo đây tí mình ấy tí ấy cực chớn của đây đi rồi luôn bao có nuôi chân từ vậy nay nó bao có từ mấy cái ôi pay slau của mưa bao có tới tận một lăng mình này xa ta có ban khơi nhiều hiệp luôn chẳng á thời bóng bi còn vậy luôn mới chẳng tới ở ông con ngọc chất ngọc rong có mọi kịch trơn đi chẳng sự ngọc đi thì không biết chẳng tới ở bên đồng nấy ông có ban sự ngọc kia sự ngọc mấy chẳng tới ở đây thì thời bóng bi có kỳ nhiều ông quan chẳng á kỳ nhiều một tục ông quan tới gọi ông quan pay ông quan khai gì chẳng á xẹp tập bên đồng nấy bóng bi có châu kia nữa có kịch đó là bị sự đây để ông pháo quạt đồng na hướng bẹp quạt chẳng á còn nó khơi này mạch bàn ông còn khơi trắng mạch bàn nơi dọc thì chua bường trắng tiền này có mấy man chua bảy tỉa mấy man khơi thì nơi tia mỗi kia này có cho là chẳng phải gì chỉ màu tam phới chỉ cắt hổ bồn nắng của lô vì nhiên là nơi hổ bồn nắng thì màu tam một bi mà ấy chẳng là nó có kinh chẳng à đi bông bi có chắc là miền kịch tách ha và hai gì vì nhiên là nơi hổ bồn nắng màu tam cọt của đồng lòng pe này con chỉ cắt hồ bon nắng á con mẹ làm ta mà tao có thun mình để nước mình nước pi bên nè chi bị thôi nhỉ đôi ô là mọ đôi ô ấy chẳng bị thun á chẳng còn có cái từ cái tha và hai giờ vì nhiên là hồ bon nắng mà ta mới chẳng thấy hơi bên nó đấy con có thì than nó không chất lực đau và thổ xa sức nó không te đôi chỉ niềng te đôi nhẹ thay ra te hay chẳng con mà đai con lập bốc ấy chẳng tới còn có
អធិដ្ឋាននៅក្នុងចិត្តថាបើសិនណាជាមានវិញ្ញាណណាមិនល្អមកតាមខ្ញុំឬក៏ស្អីដែលមិនល្អនៅក្នុងផ្ទះដែលបងអូនខ្ញុំឃើញអីហ្នឹងសូមឲ្យបណ្ដេញពួកអស់ហ្នឹងចេញពីផ្ទះហ្នឹងផងកុំឲ្យមកតាមខ្ញុំកុំឲ្យមកអីទៀតចឹងណាចឹងទៅគាត់ក៏ចូលគេងឲ្យតាមធម្មតាទៅអញ្ចឹងយប់ហ្នឹងបងប៊ីអត់មានបញ្ហាទេអត់មានជួបអីទេតែនៅយប់មួយហ្នឹងបងប៊ីគាត់បានគេយល់សពឃើញបងនីគាត់មកលេងផ្ទះហើយនៅក្នុងយល់សពហ្នឹងដែរបងប៊ីគាត់បានឃើញបងនីហ្នឹងស្លៀកពាក់កៅអៅដូចរបៀបដើរលេងចូលឆ្នាំអ្នកទាំងអស់គ្នាយល់ហើយកៅអៅមួយហ្នឹងដែរដែលគាត់បាននាំគ្នាទៅទិញទៅមើលនៅហាងមួយកន្លែងដែលមុននឹងគាត់ចុះមកឃើញថាបងនីគាត់ស្លៀកពាក់កៅអៅហ្នឹងគឺស្អាតខ្លាំងមែនទែនសង្ហាហ្មងនៅក្នុងយល់សពមួយហ្នឹងបងនីគាត់ស្រែកហៅបងប៊ីពីក្រៅលបងមកស្រែកហៅដើម្បីឲ្យបងប៊ីគាត់ទៅបើកទ្វារឲ្យចូលមកលេងផ្ទះអីចឹងហើយពេលហ្នឹងបងប៊ីគាត់ក៏ចុះទៅបើកទ្វារបើកអីឲ្យគាត់ចូលមកលេងផ្ទះតាមធម្មតាចឹងទៅនៅក្នុងយល់សពមួយហ្នឹងស្រាប់តែនៅក្នុងយល់សពហ្នឹងបងនីគាត់ក៏និយាយប្រាប់បងប៊ីថាអញចង់មកលេងផ្ទះឯងយូរហើយឥឡូវបានមកលេងហើយលើកទី1ដែលអញមកលេងផ្ទះឯងនឹងមានលើកក្រោយទៀតអត់ទេនេះប្រហែលជាលើកទី1របស់អញហើយក៏ជាលើកចុងក្រោយរបស់អញហ្នឹងមកទៅបានមកលេងផ្ទះឯងហើយបងប៊ីគាត់និយាយថាហើយឈួតទេហើយចង់មកលេងផ្ទះអញពេលណាក៏បានដែរឯងនិយាយធ្វើដូចឯងហ្នឹងមកលេងផ្ទះអញម្ដងដូចពិបាកណាស់ចឹងហើយបងនីគាត់ក៏និយាយតទៀតទៅនិយាយថាអញប្រហែលជាលេងបានទៅរៀនហើយបងនីគាត់ក៏រៀងតម្លាក់ទឹកមុខចុះបន្តិចទៅហើយបងប៊ីគាត់ក៏សួរថាថៃបងឯងអត់ទៅរៀនមកឯងលេងទៅរៀនហើយបងនីគាត់ក៏និយាយអីដែរគាត់ក៏និយាយថាអញប្រហែលជាចង់ផ្លាស់ប្ដូរជីវិតថ្មីចឹងអញប្រហែលជាលេងបានទៅរៀនហើយអញប្រហែលជាទៅរកអីធ្វើអីនៅកន្លែងផ្សេងហ្នឹងទៅហើយបងនីគាត់ក៏និយាយថាអញនឹកជាងគេនឹកពេលដែលពួកយើងជិះម៉ូតូទៅរៀនមួយគ្នាពេលចេញពីរៀនទៅញ៉ាំបាយមួយគ្នាពេលទៅសាលាទៅជាមួយគ្នាពេលទៅផ្សារទៅជាមួយគ្នាទៅទិញអីវ៉ាន់អញនឹកឃើញអារូបភាពហ្នឹងអញវាធ្វើអញចងចាំអនុស្សាវរីយ៍ល្អដែលមានជាមួយឯងហើយអញចង់ឲ្យមានរូបភាពល្អអនុស្សាវរីយ៍ល្អអញ្ចឹងកើតឡើងតទៀតប៉ុន្តែអញអត់អាចធ្វើវាបានទេហើយដោយសារតែអញត្រូវតែទៅធ្វើអីរកអីនៅឆ្ងាយអញ្ចឹងណាតែអញទៅដល់ណាក៏ដោយអញអត់ភ្លេចហើយដែរអាណប់ហើយបងនេះគាត់ក៏និយាយតទៀតថានិយាយអញ្ចឹងចប់ចូលឆ្នាំហើយខូបកណាត់របស់ឯងមែនអញ្ចឹងអញមានរបស់ឲ្យឯងឲ្យហើយហ្មងព្រោះថ្ងៃចូលឆ្នាំហើយហ្នឹងបើជាអញលេខបានទៅរៀនហើយអញ្ចឹងអញយករបស់ឲ្យហើយហ្មងទៅអញ្ចឹងហើយពេលហ្នឹងស្រាប់តែបងនីហ្នឹងគាត់ងើបទៅដើរទៅកាន់ម៉ូតូរបស់បងប៊ីណាហើយអត់ដឹងជាកាន់ស្អីទេឃើញដូចរៀងប្រអប់អីមួយហើយពណ៌ក្រហមហើយគាត់ក៏បានបើកកែម៉ូតូទៅយករបស់ហ្នឹងយកទៅដាក់ក្នុងកែម៉ូតូរបស់បងប៊ីទៅហើយគាត់ក៏ដើរមកវិញទៅហើយប្រាប់ថានេះអញទុកនៅក្រោមហ្នឹងទុកនៅក្រោមកែម៉ូតូពេលដែលបងនីគាត់ដើរមកជិតបងប៊ីហ្នឹងបងនីគាត់ទះស្មាបងប៊ីតិចហើយនិយាយថាខំប្រឹងរៀនវើយខ្សែជីវិតឯងនៅវែងឆ្ងាយទៀតកុំអាភ័ព្វដូចអញហើយឯងទៅដល់ណាក៏ដោយកុំភ្លេចនឹកអញផងវើយទោះអត់បានជួបគ្នាទៅរៀនមួយគ្នាទៀតតែកុំភ្លេចនឹកអញហើយបងនេះគាត់ទះស្មាបងប៊ីហើយខ្ញុំតិចដាក់បងប៊ីចឹងទៅហើយបងប៊ីគាត់ក៏ឆ្ងល់ក្នុងចិត្តគាត់ឆ្ងល់ថានៅក្នុងយល់សពហ្នឹងគាត់ឆ្ងល់អានេះនិយាយស្អីវាចម្លែកចឹងហើយពេលហ្នឹងហើយបានគាត់ភ្ញាក់ពីយល់សពមកពេលគាត់ភ្ញាក់ពីគេហ្នឹងគាត់ងូតទឹកញ៉ាំបាយធ្វើនេះធ្វើនោះតាមធម្មតាទៅអត់មានអីទេរួចគាត់ក៏នឹកឃើញរឿងយល់សពយប់មិញទៅគាត់ក៏បានយកទូរស័ព្ទហ្នឹងខលទៅបងនីប៉ុន្តែនៅតែខលអត់ចូលដោយសារតែខល2ដងទៅអត់ចូលខល2ដងអត់ចូលហើយគាត់ក៏គិតថាអាការថ្ងៃជួបវាថ្ងៃមុនហ្នឹងវាប្រាប់ថាទូរស័ព្ទវាខូចអញ្ចឹងប្រហែលជាទូរស័ព្ទហ្នឹងអត់ទាន់ធ្វើហើយទៀតហ្នឹងអញ្ចឹងគាត់ក៏នឹកឃើញអញ្ចឹងគាត់ក៏មិនគិតអីច្រើនទេគាត់ក៏បិទទូរស័ព្ទហើយទៅធ្វើនេះធ្វើនោះតាមធម្មតាចឹងទៅហើយកាត់ម្លងមកដល់2-3ថ្ងៃទៅមុខទៀតដែលពេលហ្នឹងចប់ចូលឆ្នាំណា
đại pe đọt pe là từ quạt lần từ hiện vinh chẳng á hay bóng bi quạt gò vô tủ sắt kho từ nạt kia lần từ riêng vinh chẳng á tay xua thà lần từ biển na mỏng na bây nạt kia từ ngọc kia chẳng á hay tái nơi tập tẹt tông tới nơi tập châu bóng bi quạt gò kịch thà đò ngày châu liền ấy kho lưu với kho lọt châu dân đăng việt từ ngày nay y ngày ná dân hiệp trong cả tranh tư môn viên mong tới siêu trăm vía chăm mình má thì chụp nên nơi sala mong tới là một biểu gật chơi có hiệp trong luôn hiệp trong cả là bây có thường là từ châu riêng vinh chẳng á nơi thì còng á hay về để chi tam plơ nắng ở bên quanh hai tê chi tam plơ mưa kia mưa ai chẳng tư chỉ là hốt đo hang lục ai để quạt châu từ mưa từ mùi nâng bồng nì ở để quạt bàn sẵn nhà tha nâng phẹp cho hang tha nâng châu mà tinh như là ca để chọn châu cho năm tinh chia cả đầu khu của nó chun luôn ai nhớ rồi có ban chi châu hang nâng chân tới một bi chọc lườm tàu liếm quạt admin mưa cho này có sự lắng mưa thật tu như là ca thì tao dùng đau tao tu như là ca tao mưa như là ca để quạt sờ lạnh nhớ lên xèo tập để có tư nó khơi như là ca nó cứ bạt mà rồi khơi nhọt tư không tu nâng tiền tỷ khơi miên như là ca xây mà xây như chớ nè hay có cho có zoom cho hang tha bồng như là ca này nhung phải áp nắng cái tinh bạt ấy hay mẹ khơi không tu những cái vô bạt ấy chăng hay bên nông đấy cho hang có thơ một đường cho ngó hay bụng bí có kết không chấp thằng xua hưởng này là cá thơ một đôi cho ngò đôi play chẳng hơi nơi bên nu hơi tơ mà cha hang đồng na rương prap bóng bi để chỉ rương cu ơi run thôi mà cha hang ban nì dây prap bóng bi tha nơi môn ngày châu trăm năm đó quạt ban khơi bóng ni nắng quạt chim mà tàu máu đầm bay sầm đầy mà rộp tinh như là ca đây bóng bi sờ lạnh nắng đây sẽ ca một hiệp bỏ bóng ni nơi bên đó mà cha hang tha hiệp bay đôi chia mà nu đây phải nhấp tinh lươn cực lùi lươn cha háng có ban xua bồng ni tha đây phải nhập tới nam mến hơi bồng ní có ban phẹp tha nhom phải nhập từ xa ta mất phẹp này xa một tinh cho ai giờ mùi nhom nắng á viêm pung tại trăm nhom nơi tam phơi ở hơi nhom một tinh như là ca nắng nhom mà ao việt đằng nô tê từ xa ta chọc trâu nắm cứ chỉ ngay khu khả bò vía chớ nữa hơi giống nhom trong tinh là bò nắng spray vía chẳng nhom mà ao việt đằng tê hơi nhom phẹp bia thao chìm tàu rẽ tam plei từ môn từ chăm nhung từ tam khôiហើយពេលនោះដែរទើបចាស់ហាងដឹងថានៅថ្ងៃដែលបងនីគាត់មកទិញនាឡិកាហ្នឹងគឺជាថ្ងៃដែលគាត់ត្រូវចេញដំណើរទៅលេងភូមិស្រុកគាត់នៅរដូវបុណ្យចូលឆ្នាំនៅពេលដែលគាត់ទិញនាឡិកាមួយហ្នឹងហើយគាត់ចេញដំណើរបានប្រហែលជា20ទៅ30ម៉ែត្រពីហាងមួយនោះទេស្រាប់តែមានឡានដឹកទំនិញមកគ្រឿងហ្នឹងវាបានវ៉ាគ្នាហើយទៅជ្រុលចកោតទៅបុកបងនីដែលកំពុងតែធ្វើដំណើរនៅតាមដងផ្លូវមួយហ្នឹងដែលធ្វើឲ្យបងនីនោះប៉ើងជិត10ម៉ែត្រអានេះជាដំណើររឿងអ្នកដែលឃើញហេតុការណ៍នឹងផ្ទាល់ភ្នែកដែលគេមានផ្ទះនៅជិតហ្នឹងគេបាននិយាយថាបុរសម្នាក់ដែលបើកឡានដឹកទំនិញមួយហ្នឹងនៅពេលដែលបុកបងនីហើយក៏ចុះមកមើលដែរក៏ប៉ុន្តែអាការៈរបស់បុរសម្នាក់ហ្នឹងប្រៀបបីដូចជាមនុស្សភ័យស្លន់ស្លោយ៉ាងម៉េចមិនដឹងទេហើយស្រាប់តែដូចចង់រត់អានេះគេហៅថាដូចចង់បុករត់អញ្ចឹងទុកឡានចោលទៅប៉ុន្តែចង់រត់យករួចខ្លួនក៏ប៉ុន្តែសំណាងមិនល្អគ្រាន់តែរត់ចេញតែមានឡានកុងតឺន័រមួយបានជិះមកបុកបុរសម្នាក់ហ្នឹងពេញមួយទំហឹងបុកហើយកិនទៀតហូយហេតុការណ៍មួយនេះអ្នកទាំងអស់គ្នាសម័យឧភាពចេញហ្នឹងមែនទេអានេះគេហៅកម្មតាមសងភ្លាមហ្មងមិនចាំជាតិក្រោយអូយព្រឺព្រួចមែនទេហេតុការណ៍មួយនេះហើយអ្នកភូមិគេបានផ្អើលទៅមើលហេតុការណ៍មួយហ្នឹងទៅគេបានសង្កេតឃើញថាបុរសម្នាក់ហ្នឹងគឺស្លាប់បាត់បង់ជីវិតបាត់ហើយដោយសារតែកិនឡើងតិចមកហើយឈាមឡើងពេញផ្លូវហើយចំណែកឯបងនីវិញគាត់នៅមានដង្ហើមប៉ុន្តែនៅទាំងដង្ហើមចង្រិតហើយដកចកាមន់
ទៅនឹងទៅហើយពេលនោះអ្នកភូមិឃើញថាបងនីប្រហែលជាអាចនៅមានសង្ឃឹមអញ្ចឹងណាគេក៏បានតាក់ទងទៅឡានពេទ្យទៅអីចឹងទៅដើម្បីជួយសង្គ្រោះបងនីអីចឹងហើយម៉ូតូរបស់គាត់វិញមិននិយាយទេខ្ទេចហ្មងរួញម៉ូតូរបស់គាត់ក៏ប៉ុន្តែជាអកុសលនៅពេលដែលឡានពេទ្យមកដល់ភ្លាមបងនីគាត់ក៏ផុតដែរហើយដង្ហើមចង្រិតពីមុនហ្នឹងក៏លែងមានដែរហើយគេស្ទាបស្ទង់ជីបចរស្ទាបស្ទង់ដង្ហើមឃើញថាពេទ្យគេពិនិត្យទៅឃើញថាបងនីគាត់ក៏បានផុតនៅអំឡុងពេលហ្នឹងដូចគ្នាអញ្ចឹងពេទ្យគេក៏គ្របកណាត់សគ្រប់អីទៅហើយដឹកទៅធ្វើបុណ្យតាមប្រពៃណីរបស់ខ្មែរយើងអញ្ចឹងទៅពេលហ្នឹងគួរឲ្យសោកស្ដាយខ្លាំងមែនទែនអាហ្នឹងហើយជាហេតុការណ៍ដែលម្ចាស់ហាងដំណើររឿងទាំងអស់ប្រាប់បងប៊ីនៅថ្ងៃដែលកើតហេតុមួយហ្នឹងដែលបងប៊ីពេលហ្នឹងគាត់សេតខ្លាំងមែនទែនគាត់ស្ដាប់ម្ចាស់ហាងចង់យំអាណិតគាត់ដែរពេលហ្នឹងហើយបន្ទាប់ពីហ្នឹងមកគាត់បានធ្វើដំណើរចេញពីហាងមួយកន្លែងហ្នឹងទៅបន្ទប់ជួលរបស់គាត់តែគាត់ជិះម៉ូតូតាមផ្លូវបដើគាត់សំណោះមិត្តភ័ក្តិគាត់ខ្លាំងមែនទែនជិះម៉ូតូបដើចង់យំទឹកភ្នែកចលីងលងអញ្ចឹងអាណិតមិត្តភ័ក្តិគាត់ខ្លាំងមែនទែនមិនគួរណាជួបរឿងពេលដែលគាត់ជិះម៉ូតូមកដល់បន្ទប់ជួលគាត់វិញហ្នឹងបងប៊ីគាត់និយាយថានៅក្នុងខ្លួនគាត់ហ្នឹងលែងមានអារម្មណ៍អីទៀតសាក់កាដូដែលគាត់បានស្ពាយមកពីខេត្តហ្នឹងហើយមានកៅអៅខ្លះហើយនឹងអ្វីនៅលើម៉ូតូខ្លះហ្នឹងគាត់ថាគាត់ក៏វែងចោលទៅគៀនខែទាំងអស់គាត់អស់អារម្មណ៍ហើយគាត់ក៏បានឡើងទៅសងំនៅលើខែអញ្ចឹងទៅគិតពីហេតុការណ៍ដែលម្ចាស់ហាងបានដំណើរប្រាប់គាត់ហើយគាត់មានអារម្មណ៍ថាអាណិតមិត្តភ័ក្តិគាត់សំណោះមិត្តភ័ក្តិគាត់ខ្លាំងមែនតើស្រាប់តែក្នុងអំឡុងពេលមួយហ្នឹងបងប៊ីគាត់ក៏និយាយថាគាត់ក៏បាននឹកឃើញដល់ហេតុការណ៍មួយចំនួនដែលនៅពេលដែលគាត់ទៅលេងស្រុកហ្នឹងណាគ្រាន់តែគាត់នឹកឃើញហេតុការណ៍មួយចំនួនហ្នឹងភ្លាមគាត់ថាក្បាលរបស់គាត់នេះគឺព្រឺខ្លាំងមែនទែនដែលគាត់បាននឹកឃើញទៅដល់នៅពេលដែលគាត់ទៅលេងផ្ទះពូមីងគាត់អ្នកទាំងអស់គ្នានៅចាំទេដែលគាត់បានជួបបងនីនៅតាមផ្លូវហើយស្ថានភាពដែលបងប៊ីជួបបងនីនៅតាមផ្លូវហ្នឹងដែលមានកៅអៅប្រឡាក់ដីហើយដៃជើងគាត់ដូចរៀងបាក់អ្នកទាំងអស់គ្នាចាំទេហើយពេលហ្នឹងបងប៊ីគាត់មិនសួរទៅកាន់បងនីសួរថាតែឯងនៅម្ដុំណាហើយពេលហ្នឹងមិនបងនីគាត់មិនច្អល់ទៅរោងបុណ្យហើយអញ្ចឹងមានន័យថាម៉េចមានន័យថារោងបុណ្យមួយកន្លែងហ្នឹងគឺជារោងបុណ្យសពរបស់បងនីអូយពេលហ្នឹងបងនីគាត់តែគិតភ្លាមគាត់ព្រឺក្បាលខ្លាំងមែនទែនហើយអ្វីដែលព្រឺក្បាលខ្លាំងជាងនឹងទៀតនៅពេលដែលគាត់ជិះម៉ូតូចេញមកពេលហ្នឹងគាត់មិនកលែកមើលនៅក្នុងកញ្ចក់ម៉ូតូមើលឃើញបងនីគាត់ដើរដូចមនុស្សអូសដៃអូសជើងហើយកដូចកងែកអញ្ចឹងមានន័យថាម៉េចមានន័យថាសម្ោលឬក៏រូបភាពដែលបងប៊ីគាត់ឃើញនៅក្នុងកញ្ចក់ម៉ូតូហ្នឹងគឺជាវិញ្ញាណរបស់បងនីហើយពេលហ្នឹងពួកគាត់មិនបានទៅជែកគ្នាលេងហើយពេលហ្នឹងដែរមិនបងប៊ីគាត់មិនហៅបងនីឲ្យទៅលេងផ្ទះហើយពេលហ្នឹងបងនីគាត់ថាទៅអត់កើតទេតោះតាបងប៊ីអញ្ជើញមិនទៅកើតអ្នកទាំងអស់គ្នានៅចាំទេហើយពេលហ្នឹងមិនបងប៊ីគាត់មិននិយាយថាអញហៅឲ្យទៅលេងផ្ទះហើយអត់ហ៊ានចូលមិនពីណាឲ្យចូលបើអញឲ្យចូលពេលហ្នឹងគាត់មិននិយាយអញ្ចឹងអាទាំងអស់ហ្នឹងហើយធ្វើឲ្យវិញ្ញាណរបស់បងនីហ្នឹងគាត់មានសិទ្ធចូលទៅក្នុងផ្ទះរបស់បងប៊ីដែលជំនាញផ្ទះក៏អត់អាចហាមគាត់បានដែរដោយសារតែបងប៊ីគាត់ជាម្ចាស់ផ្ទះគាត់ហៅវិញ្ញាណឲ្យចូលមកក្នុងផ្ទះអញ្ចឹងជំនាញផ្ទះគេមិនហ៊ានហាមគាត់ជំនាញបុភូមិអីហ្នឹងដោយសារតែម្ចាស់ផ្ទះគេបើកសិទ្ធឲ្យចូលហើយអញ្ចឹងមានន័យថាវិញ្ញាណរបស់បងនីហ្នឹងគាត់តាមបងប៊ីមកតាំងពីពេលដែលបងប៊ីគាត់ត្រឡប់មកផ្ទះពូមីងគាត់វិញហើយគាត់មិនជិះកាត់រោងបុណ្យនឹងវិញដែលគាត់ជិះហួររោងបុណ្យនឹងតែបន្តិចទេមានអារម្មណ៍ថាម៉ូតូគាត់ធ្ងន់មែនទែនដូចដឹករបស់អ្វីមួយយ៉ាងអញ្ចឹងហើយដូច
តឹងតាំងក៏ពិតទៅគឺមានវិញ្ញាណរបស់បងនីនឹងគាត់ជិះនៅពីក្រោយចឹងបានធ្វើឲ្យម៉ូតូគាត់មានអារម្មណ៍ថាតឹងហើយដូចធ្ងន់ដូចដឹកអ្វីម្យ៉ាងចឹងគាត់ជិះដុបវិញ្ញាណរបស់បងនីនឹងតាំងពីរោងបុណ្យរហូតមកដល់ផ្ទះរបស់គាត់អូយអ្នកទាំងអស់គ្នាអានេះយើងអត់ដឹងណាបើយើងដឹងថាយើងកំពុងតែដុបវិញ្ញាណមិនដឹងព្រឺក្បាលខ្លាំងយ៉ាងណាឯងមែនហើយហេតុការណ៍បន្ទាប់ទៀតកើតឡើងនៅក្នុងផ្ទះរបស់គាត់ហើយកើតឡើងនៅលើប្អូនប្រុសរបស់គាត់ដែលពេលហ្នឹងប្អូនប្រុសគាត់បានឃើញមានសម្មាអ្វីម្យ៉ាងដែលនៅជិះពីក្រោយបងប៊ីហើយគ្រាន់តែបងប៊ីគាត់ចុះពីលើម៉ូតូភ្លាមគឺអាសម្មាហ្នឹងគឺលោតហក់ទៅជិះលើករបស់បងប៊ីភ្លាមដែលពេលហ្នឹងហើយដែលប្អូនគាត់សន្លឹងមើលតែលើក្បាលរបស់គាត់អ្នកទាំងអស់គ្នាចាំហើយប្អូនគាត់មិននិយាយប្រាប់បងប៊ីថាគាត់ឃើញអាសម្មាខ្មៅហ្នឹងអត់ដឹងថាជាមនុស្សប្រុសឬក៏មនុស្សស្រីនោះទេហើយក៏អាវប្រឡាក់សើដីហើយដៃជើងវិញដូចមនុស្សបាក់ដៃបាក់ជើងចឹងហើយករៀងកងែកដោយសារតែប្អូនគាត់អត់ដឹងមនុស្សប្រុសឬក៏មនុស្សស្រីណាដោយសារតែមុខពោពេញទៅដោយឈាមហើយមានស្នាមញញឹមតិចដូចអាញឹមស្វាគមន៍ឬក៏រូរីរាក់តាក់ដាក់ម្ចាស់ផ្ទះចឹងដែលគេហៅមកលេងផ្ទះអ្នកទាំងអស់គ្នាយល់ចឹងហើយបានប្អូនគាត់រត់វឹងចូលបន្ទប់ហ្នឹងពេលហ្នឹងហើយបន្ទាប់ពីហេតុការណ៍ហ្នឹងមកទៀតមិនបងប៊ីគាត់ចេញមកពីងូតទឹកហើយប្អូនគាត់ឃើញនៅតែឃើញអាសមោហ្នឹងនៅតោងជិះនៅលើកបងប៊ីហ្នឹងដដែលហើយទឹកមុខកាយវិការគឺដដែលដូចពេលដែលបើកទ្វារចូលមកក្នុងផ្ទះដំបូងអញ្ចឹងហើយបន្ទាប់មកមិនប្អូនគាត់ទាញកសែងពីបងប៊ីហើយរត់ទៅងូតទឹកហើយបន្ទាប់ពីប្អូនគាត់ងូតទឹកហើយពេលចេញពីងូតទឹកវិញមិនប្អូនគាត់ជួបអាសមោខ្មៅហ្នឹងនៅចំកណ្ដាលផ្ទះហ្នឹងហើយដើរអូសជើងហើយលឺក្រែកហើយករៀងកងែកហើយពេលហ្នឹងដែលគាត់នឹកឃើញដល់វត្ថុស័ក្តិសិទ្ធិដែលនៅក្នុងផ្ទះគុណម្ដាយគុណឪពុកទើបបានគាត់រត់ទៅបំបុកអាវិញ្ញាណសមោខ្មៅហើយបានស្រែកហៅឲ្យបងប៊ីជួយរត់ចូលបន្ទប់ហើយឃ្លុំភួយញ័រពេលហ្នឹងហើយទើបបានបងប៊ីគាត់យល់ថាវិញ្ញាណហេតុការណ៍ទាំងប្រមាណហ្នឹងដែលប្អូនគាត់ជួបហ្នឹងគឺជាវិញ្ញាណរបស់បងនីតែអានេះមកដល់សប្តាហ៍ថ្ងៃនេះក៏បងប៊ីគាត់អត់យល់ដែរថាមូលហេតុអីបានវិញ្ញាណរបស់បងនីហ្នឹងលេងប្អូនគាត់ដល់កម្រិតហ្នឹងអានេះគាត់មកដល់សប្តាហ៍ថ្ងៃគាត់នៅតែមិនយល់ថាមូលហេតុអីហើយបន្ទាប់ពីហេតុការណ៍ហ្នឹងហើយគាត់មិនគេងយល់សប្តិបងប៊ីគាត់មិនគេងយល់សប្តិឃើញបងនីហ្នឹងមកលេងផ្ទះហើយពេលហ្នឹងមិនបងនីគាត់មិននិយាយថាអញប្រហែលជាលេងបានទៅរៀនមួយថ្ងៃទៀតហើយអញប្រហែលជាទៅធ្វើអីរកអីនៅឆ្ងាយហើយអញ្ចឹងថ្ងៃទៅដល់ណាកន្លែងណាកុំភ្លេចអញហើយពេលហ្នឹងដែរមិនបងនីគាត់មិនឲ្យរបស់អ្វីម្យ៉ាងទៅកាន់បងប៊ីហើយនៅក្នុងដៃមិនដឹងជាកាន់ស្អីទេហើយគាត់មិនបានយកដាក់នៅក្នុងកែបម៉ូតូរបស់បងប៊ីហើយពេលហ្នឹងហើយទើបបងប៊ីគាត់ដើរទៅមើលកែបម៉ូតូរបស់គាត់ពេលដែលគាត់បើកកែបម៉ូតូរបស់គាត់ហ្នឹងអត់មានឃើញអីទេក៏ប៉ុន្តែនៅក្នុងកែបម៉ូតូរបស់គាត់ហ្នឹងគឺគាត់មានកៅអៅភ្លៀងហើយកៅអៅភ្លៀងហ្នឹងនៅពេលដែលគាត់ដកកៅអៅភ្លៀងហ្នឹងចេញគឺឃើញមានប្រអប់អ្វីម្យ៉ាងមែននៅក្នុងកែបម៉ូតូដែលគាត់បើកប្រអប់នឹងមើលទៅឃើញមាននាឡិកាដៃដែលគាត់ស្រឡាញ់មួយហ្នឹងកំពុងតែនៅក្នុងកែបម៉ូតូរបស់គាត់ហើយដល់ពេលអញ្ចឹងគាត់ក៏បាននឹកឃើញដល់សម្ដីរបស់ម្ចាស់ហាងដែលបាននិយាយប្រាប់គាត់ថាបងនីហ្នឹងមុនពេលដែលជួបគ្រោះថ្នាក់កើតហេតុហ្នឹងគឺបងនីគាត់បានប្រាប់ម្ចាស់ហាងថាគាត់ទិញនាឡិកាហ្នឹងដើម្បីsurpriseមិត្តភក្តិគាត់គឺបងប៊ីនឹងឯងហើយទិញហ្នឹងគឺសម្រាប់ថ្ងៃខួបកំណើតរបស់បងប៊ីនៅពេលដែលចប់ពិធីបុណ្យចូលឆ្នាំហើយមកដល់សប្តាហ៍ថ្ងៃនេះបងប៊ីគាត់ថាគាត់នៅតែមិនយល់ហើយក៏មិនដឹងដែរថាមូលហេតុអីបាននាឡិកាហ្នឹងទៅនៅក្នុងកែបម៉ូតូគាត់កើតគាត់នៅតែឆ្ងល់មកដល់សប្តាហ៍ថ្ងៃនេះហើយមកដល់ចំណុចនេះសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ផងដែរសម្រាប់អ្នកទាំងអស់គ្នាយល់ឃើញមិនដែរសម្រាប់ខ្ញុំកន្លែងដែលគ្រោះថ្នាក់ចរាចរណ៍ខ្ញុំគិតថាបើសិនណាជាបងនីនឹងគាត់អត់ចូលទិញនាឡិកានឹងទេអានឹងប្រហែលជាអត់មានជួបរឿងអញ្ចឹងអានេះយើងគិតលេងប្រហែលជាអាចអញ្ចឹងមែនណាតែដោយសារតែគាត់ស្រឡាញ់មិត្តភក្តិគាត់នឹកឃើញ
ngày khúc quần áo còn có trong tinh chia cả đầu chun bọc bi ấy chứ á tại mình được xem tha chụp hương bài nâng mà lừa quạt anh được bầu ni khăn mình thêm hơi mà cha lan đặt ấy ván mũi nắng còn chẳng này pe đài chụp hết ca bài nâng hơi chi dâm trong rụt ót nư từ tua kho trơ đọt sài rồi có ai đừng chui dòng cua ní bữa sân ai chui dòng cua bồng ni bán ai con nó mới dòng khâm trờn nhà tao ni vô khơi cho nhom mà co bàn tay con mình trâm tay mình chui dòng cua bồng ni hói con thêm tiền trong rụt kịch bị play bạc điện hơi rụt kịch bị play bạc bán bàn tay mình ai rụt kịch tranh bị phao cam để con ban sang nụ tì xẹp thì con cực tha trong rụt kịch bị cần lại cao hết mùi nâng phímរឿងដែលមិននឹកស្មានដល់បានកើតឡើងមកលើគាត់ភ្លាមនៅនឹងកន្លែងតែម្ដងពេលហ្នឹងគាត់គិតថាគាត់ចង់រត់ឆ្លងផ្លូវដើម្បីទៅពួនសង្ងំនៅក្នុងព្រៃឬក៏ទៅលាក់ខ្លួននៅកន្លែងណាមួយដែលឆ្ងាយពីកន្លែងកើតហេតុហ្នឹងតែគំនិតដែលគាត់គិតហ្នឹងវាមិនអាចជួយគាត់ឲ្យគេចផុតពីផលកម្មដែលគាត់បានសាងបាននោះទេអ្នកឯងគេចផុតពីផ្លូវច្បាប់បានតែផលកម្មនេះមួយអ្នកឯងមិនអាចគេចផុតបានទេចុងក្រោយគាត់បានត្រូវឡាន់កុងតឺន័រមួយបុកឡើងហើយសាកសពរបស់គាត់គឺពិបាកមើលខ្លាំងមែនទែនពិបាកមើលជាងសាកសពរបស់បងនីទៀតបុកហើយកិនទៀតអានេះហើយជាផលកម្មនឹងបើគាត់នៅដោះស្រាយអាចនឹងគាត់អត់ដល់ថ្នាក់បាត់បង់ជីវិតនឹងឯងម្ចាស់ឡានដឹកតំណែងម្នាក់ហ្នឹងតែដោយសារតែគំនិតរបស់គាត់គិតមួយពេលហ្នឹងធ្វើឲ្យគាត់បាត់បង់ជីវិតហើយនាំទុកដល់ក្រុមគ្រួសាររបស់គាត់ទៀតហើយធ្វើឲ្យក្រុមគ្រួសារគាត់មានវិបត្តិសេរីចុះបើគាត់ស្លាប់បាត់ហើយអញ្ចឹងក្រុមគ្រួសារគាត់នឹងហើយដែលជាអ្នកនៅដោះស្រាយនេះបើយើងគិតលេងបើសិនណាជាគាត់អត់រត់ចេញពីហេតុការណ៍មួយហ្នឹងគាត់នៅចាំទទួលដោះស្រាយជាមួយប៉ូលីសជាមួយនឹងសមាជិកគ្រួសាររបស់បងនីអានេះប្រហែលជាគាត់អាចនឹងមិនដល់ថ្នាក់បាត់បង់ជីវិតអាចត្រឹមតែជាប់ពន្ធនាគារប្រហែលឆ្នាំឬក៏មានដំណោះស្រាយអីផ្សេងតែដោយសារតែផលកម្មរបស់គាត់ឈាមសងដោយឈាមសងវិញភ្លាមនៅនឹងកន្លែងហ្នឹងហើយផលកម្មអញ្ចឹងហ្នឹងហើយរឿងរ៉ាវរបស់បងប៊ីគឺមានតែប៉ុណ្្នឹងទេបើសិនណាជាបងប្អូនមានចម្ងល់ឬឆ្ងល់កន្លែងណាអីអាចខមមិននៅក្រោមវីដេអូនេះបានចាំមើលខ្ញុំបានឃើញខ្ញុំនឹងជួយឆ្លើយតបបន្ថែមទៀតអូខេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃស្ដាប់វីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅដំណើររឿងបន្តទៀតបាយបាយ